chẳng ở nắng dương mà để khi bị ca ta xe lại là về chẳng tầm bay xe là về bán dương thử miền khác rồi co dương thử đào được khác hiện từ chẳng những phiên tầm 4 tầm bay ai ta xe lại là về bán chỉ thom đá này để đến PHP cứ tay nhà miền là server bao dương mới được có thu là store server Apache bao dương mới cứ vám được có xài mình tới chẳng như nhóm cứ nhóm ra từ lại vám ở đó bà cả là dương miền vám hay dương thử check sinh thả tá nó không vám với nó cứ dương ban Ether PHP là về 200 trời này chứ nó bay ai check bán cái dương cho từ can CMD bao nhiêu và một tiết cái dương bài mũi ở bài comment mũi tha PHP độ vì mà chẳng bậc cả này tha sorry nhưng phải có PHP độ vì chẳng bậc cả này tha dương bài PHP độ win ha vì ở trên a mau được có vì trên PHP is not recognized chẳng như tha dương miền đầu vam được có sẵn đá dương ban add path bao vam được sẵn đấy cho từ cái path lại bó này công tờ bởi lấy được có system environmentอย่างthời chẳng nằm bay ai theo ca add PHP របស់យើងចូលទៅកាន់ system environment បានយើងជា default យើងគឺយើងចូលទៅកាន់ត្រៃរបស់យើងមកគឺនៅត្រៃ C អញ្ចឹងកុំព្យូទ័រខ្លះបើករណីកុំព្យូទ័រខ្លះប្រើទៅលើ WAM អញ្ចឹងវាមានទៅលើ WAM 64ឡើងនេះនៅចំពោះខ្ញុំតែបើករណីយើងមាន30វាអាចស្ថិតនៅក្នុង program file ឬក៏នៅក្នុង30 folder ហ្នឹងទៅអញ្ចឹងបើរបស់ខ្ញុំប្រើ WAM អញ្ចឹងខ្ញុំដាក់មកថា WAM 64តមកទៀតគឺយើងចូលទៅកាន់ folder bin ចូលទៅកាន់ folder មានដូចជា PHP ហើយម្ដងកន្លែងនេះគឺយើងឃើញទៅលើ version របស់ PHP របស់យើងអញ្ចឹងយើងចង់ប្រើ PHP version ប៉ុណ្ណាដូចរបស់ខ្ញុំនេះខ្ញុំចង់ប្រើលើ PHP version 8.2អញ្ចឹងចុចលើវា2ដងមកតមកទៀតគឺយើងធ្វើការ copy ទៅលើ path របស់យើងនេះអញ្ចឹង path របស់យើងអាច click លើនេះមកប៉ាក់មកនេះចំពីលើហ្នឹងហើយយើងធ្វើការ copy ទៅលើ path របស់យើងមកអញ្ចឹងបន្ទាប់ copy ហើយយើងត្រូវយក path របស់យើងទៅណាគឺយកទៅ path នៅក្នុង system environment អញ្ចឹងយើង search កន្លែងនេះមក system នេះ edit the system environment variable អញ្ចឹងចុចលើនឹងមកអូខេអញ្ចឹងវាដល់ហើយនេះយើងធ្វើការចុចទៅលើពាក្យថា environment variable ហើយនៅក្នុងនេះគឺយើងរកមើលកន្លែងក្រោម system variable របស់យើងគឺយើង scroll ទៅរកមើលពាក្យថា path នេះអញ្ចឹងពេលដែលយើងរកឃើញ path ហ្នឹងហើយយើងយកពាក្យថា edit មកតមកទៀតគឺវានឹងលើផ្ទាំងនេះមកអញ្ចឹងនៅផ្ទាំងហ្នឹងគឺជាកន្លែងដែលយើងធ្វើការ path ទៅលើគេហៅថា program របស់យើងឬក៏ system របស់យើងណាមួយយើងចង់ config ចូលទៅកាន់path variable របស់យើងឬក៏ system environment របស់យើងហ្នឹងអញ្ចឹងដើម្បី add ចូលបានយើងចុចទៅលើពាក្យ new មកហើយយើង path ទៅលើ path របស់យើងមិញហ្នឹងចូលទៅកាន់ system environment មួយហ្នឹងក៏ប៉ុន្តែដោយសារខ្ញុំបាន add ចូលហើយអញ្ចឹងវាមានស្រាប់អញ្ចឹងខ្ញុំសូមចុច OK ចោលទៅឬក៏បាច់ add ម្ដងទៀតក៏បានដូចគ្នាដែរអញ្ចឹងពេលដែលយើង add ហើយយើងចុច OK មក OK ហើយយើង close វាវិញមកហ្នឹងចំពោះយើងអ្នកប្រើប្រើបានតែក្នុងករណីថាយើងអ្នកប្រើ30អញ្ចឹងដូចគ្នាដែរដើម្បី add variable ឬក៏ add path របស់យើងចូលទៅកាន់ system environment យើងបានគឺចូលទៅកាន់តារាយដូចគ្នានេះតារាយ C របស់យើងហើយបើរក folder WAM កន្លែងណាឃើញយើងរកកន្លែងហ្នឹងទៅអញ្ចឹងបើករណីថា WAM អញ្ចឹងយើងយកត្រឹម WAM ហើយយើងយកវាលួចនឹងពាក្យថា MySQL អញ្ចឹងយើងរកពាក្យ MySQL ទៀតមកយើង copy path វាប៉ុណ្ណឹងទៅគឺបានដូចគ្នាអូខេហ្នឹងចំពោះ30តោះអញ្ចឹងបន្ទាប់ពីយើងមាន WAM ដូច30ហើយយើងត្រូវតែតេស្តមើលសិនយើង add ចូលហើយយើងត្រូវតេស្តមើល PHP version របស់យើងសិនអញ្ចឹងពីធម្មតាពេលយើង add ហើយគឺវានឹងស្គាល់ហើយ PHP version នៅក្នុងកុំព្យូទ័រយើងអញ្ចឹងវានឹង load មកហើយនេះដូចរបស់ខ្ញុំអញ្ចឹងគឺ load ទៅលើ 8.2.0 គឺជា version នៃ PHP របស់យើងនៅក្នុងម៉ាស៊ីនអញ្ចឹងជាហ៊ានបន្ទាប់ទៀតដើម្បីអាចសរសេរ Laravel បានរបស់សំខាន់បំផុតនោះគឺគេហៅថាជា composer អញ្ចឹង composer វាគឺជាគេហៅថា dependency មួយឬក៏ជា tool មួយដែលយើងប្រើវាសម្រាប់ធ្វើការ manage ឬក៏គ្រប់គ្រងទៅលើការប្រើប្រាស់ទៅលើ Laravel យ៉ាងទាំងមូលអញ្ចឹងដើម្បីអាចតាមបានគឺវាត្រូវពឹងផ្អែកឬក៏ត្រូវមានទៅលើ composer មួយហ្នឹងតោះអញ្ចឹងដើម្បីអាចធ្វើការមានទៅលើ composer ហ្នឹងបានគឺយើងចូលទៅកាន់ Chrome មកអញ្ចឹងខ្ញុំ search ថា Chrome ឬក៏យើងប្រើ Google ក៏បាន Firefox ក៏បាន browser អីផ្សេងៗក៏បានដូចគ្នាអញ្ចឹងយើង search ពាក្យថា composer នេះអញ្ចឹងពេលមកដល់ composer យើងនឹងឃើញនៅលើ website របស់វានៅពីលើហ្នឹងអញ្ចឹងយើងចុចលើ website វាហ្នឹងមកអញ្ចឹងពេលបន្ទាប់ពីយើងមកដល់ home page នៃ composer អញ្ចឹងយើងអត់មានចុចអីច្រើនញ៉ៃទេគឺយើងយកពាក្យថា download អូខេអញ្ចឹងពេលដែលយើងចូលមកដល់ page របស់វាបន្ទាប់គឺយើងអត់មានអីទៅរកណាញ៉ៃច្រើនទេអញ្ចឹងចំពោះយើងអ្នក Windows គឺវានឹងមានទៅលើមួយជួរនេះគឺ download and run ទៅលើ composer setup EE អញ្ចឹងយើងយកទៅលើអក្សរខៀវៗនេះមកឬក៏ link វាប៉ុណ្ណឹងមកចុចទៅលើ composer setup.exe ដើម្បីធ្វើការ install វាមកអញ្ចឹងយើង install មកនេះអញ្ចឹងវានឹង install ឲ្យយើងគឺតាម applet ទេបើករណី internet យើងលឿនតែ internet យើង slow ក៏វាអាចនឹងយូរតាមហ្នឹងដែរអញ្ចឹងយើងចាំវាបន្តិចសិនទៅ
này chẳng chụp internet nhóm về riêng slow của sau này chẳng vì nó riêng loading dùng tị ok tỏ chẳng bán ấy chẳng web top dương setup bị bán được coi install bị bán dương thử cho từ lừa file nó bị đo mót đọc bật lịch được tới nó bay setup là việc ta chăm tí tới ok trong một đọc lại nó cứ dương miền đôi trái này dương miền install for me only hay nó miền install for user chẳng kia đi comment chẳng cứ iPad được install all for user chẳng những chơi lên năng máu này cho dễ ok chẳng một đọc lại đi cứ dương miền ấy đôi trái thì cứ dương thư ca thích là developer mode mà hay dương chơi lên đấy chơi lên đấy đi kia lại nó đi tăng là bỏ composer dưới là bài tốt làm giải sĩ thế lạiនេះគឺជាកន្លែងដែលយើងធ្វើការរើស version នៃ PHP របស់យើងអញ្ចឹងធម្មតាជា recommend ខ្ញុំគឺដើម្បីអាច save Laravel បានយើងអាចយក PHP version 8.0ឡើងមកតែបើយើងមាន last version កាន់តែល្អគឺយើងយក last version របស់វាមកអូខេអញ្ចឹងយើងចុចទៅលើនេះទៀតមកនេះអញ្ចឹងមកដល់កន្លែងនេះយើងធ្វើអីគេគឺអត់មានធ្វើអីញ៉ៃញ៉ៃទេយើងធ្វើការចុចនេះទៀតមកអូខេ install តោះអញ្ចឹងបន្ទាប់ពេល install ហើយយើងចុចទៅលើនេះទៀតមកយើងចុច finish អូខេអញ្ចឹងប៉ុណ្ណឹងគឺយើងបានធ្វើការ set up ទៅលើ composer របស់យើងចូលទៅកាន់ម៉ាស៊ីនរបស់យើងបានដូចគ្នាអញ្ចឹងឡើយបន្ទាប់ពីយើង set up composer ហើយយើងសាកចូលទៅកាន់ CMD របស់យើងសារថ្មីមកដើម្បី check ថាតើលើ composer របស់យើងវាជាប់នៅក្នុងម៉ាស៊ីនយើងត្រឹមត្រូវហ្នឹងអញ្ចឹងដើម្បី check version composer យើងបាយទៅលើ command មួយគឺឈ្មោះថា composer.v មក interpol មកនេះអញ្ចឹងបើករណីថាវាមាននៅក្នុងម៉ាស៊ីនយើងត្រឹមត្រូវគឺវានឹង load មក composer version 2.9.3 ប្រើជាមួយ PHP version យើងគឺ 8.2 អូខេឥឡូវពេលនេះយើងបានធ្វើការបង្កើតទៅលើ composer រួចរាល់ជាមួយនឹង PHP version រួចរាល់ហើយអញ្ចឹងជំហានបន្ទាប់គឺយើងធ្វើការទៅបង្កើត project Laravel របស់យើងអញ្ចឹងនៅក្នុងការបង្កើត project Laravel វាត្រូវការយើងនឹងផ្ទុកទិន្នន័យយើងត្រឹមត្រូវមកអញ្ចឹងដើម្បីផ្ទុកទិន្នន័យត្រឹមត្រូវគឺយើងអាចទៅបង្កើតទៅលើ folder មួយក្នុង drive D ចោលមកខ្ញុំដាក់ឈ្មោះថាnew folder ខ្ញុំដាក់ថា Laravel ចោលឈ្មោះ folder យើងអញ្ចឹង folder ហ្នឹងគឺគោលដៅខ្ញុំចង់ធ្វើការ store ទុកនៅ project ផ្សេងៗនៅក្នុងហ្នឹងជាច្រើនកុំឲ្យវាលីឡំគ្នាឬក៏ញ៉ៃញ៉ៃទៅអញ្ចឹងខ្ញុំទុកក្នុងហ្នឹងសិនចាំបាច់តដាក់ឈ្មោះទេអូខេអញ្ចឹងដើម្បីធ្វើការបង្កើត project Laravel បានវាខុសពី PHP គឺយើងអាចទៅបង្កើតនៅក្នុងនេះក្នុងនោះឬក៏ទៅសេនៅក្នុងវាកូដអីទៅបង្កើតបានទេគឺនៅបីបង្កើត Laravel បានគឺយើងត្រូវការបង្កើតនៅក្នុង CMD ឬក៏ terminal របស់យើងអញ្ចឹងគោលដៅខ្ញុំចង់ទុក project ដែលខ្ញុំបង្កើតនៅក្នុងអា folder ថ្មីខ្ញុំបង្កើតនេះអញ្ចឹងយើងអាចចូលទៅក្នុង folder នឹងហើយយើងលុបកន្លែងនេះចោលចុច path វាពីលើលុបកន្លែងចោលគឺវាយពាក្យថា CMD ឬក៏ comment របស់យើងហ្នឹងដើម្បីធ្វើការទៅបង្កើតអញ្ចឹងនេះជាទីតាំងនៃ folder របស់ខ្ញុំដែលខ្ញុំចង់រក្សាទុក project របស់យើងហ្នឹងអញ្ចឹងដើម្បីឲ្យបង្កើតទៅលើ Laravel បានគឺយើងប្រើ comment របស់យើងមួយខ្សែគឺ composer create ដកមួយ project Laravel /Laravel អញ្ចឹងឡើយនេះយើងដាក់ឈ្មោះទៅលើ project របស់យើងមកអញ្ចឹងឥឡូវឧទាហរណ៍ដាក់ project របស់ខ្ញុំឈ្មោះថាtest Laravel ចាស់ឈ្មោះ project របស់ខ្ញុំណាអញ្ចឹងនៅក្នុងការដាក់ឈ្មោះ project គឺយើងយល់ល្អប្រើទៅលើសញ្ញាដកមកយើងកុំប្រើ underscore វាអាចនឹងជាន់ទៅលើ keyword ឬក៏ជាន់ទៅលើពាក្យពេចន៍នៅក្នុង Laravel ហ្នឹងទៅអញ្ចឹងបើករណីខ្ញុំសរសេរ comment មកប៉ុណ្ណឹងមានន័យថាខ្ញុំគឺនឹងបង្កើតទៅលើ Laravel version 12តែបើយើងចង់បង្កើត Laravel version 10ឬ11អីយើងបញ្ជាក់ version របស់វាមកអញ្ចឹងឥឡូវយើងបង្កើត version 12របស់យើងមកយើង enter ទៅនេះអញ្ចឹងវានឹងធ្វើការចាប់ដើមបង្កើត project ហ្នឹងឲ្យយើងគឺយើងអត់ចាំបាច់ទៅអង្គុយ set up អីច្រើនទេតែអញ្ចឹងយើងរងចាំវាតិចសិនទៅអញ្ចឹងអ៊ីនធឺណិតរបស់ខ្ញុំវារៀងslow បន្តិច Wi-Fi អញ្ចឹងវារៀង install យឺតទៅដោយសារតែពេលយើងបង្កើត project ហ្នឹងដាច់ខាតត្រូវតែមានអ៊ីនធឺណិតជាដាច់ខាតតែដល់ពេលយើងសរសេរធម្មតាគឺអត់ត្រូវការអ៊ីនធឺណិតទេវាត្រូវការអ៊ីនធឺណិតតែពេលណាដែលយើងកំពុងបង្កើត project ប៉ុណ្ណោះហ្នឹងចំពោះ Laravel របស់យើងអញ្ចឹងត្រូវចាំពេលដែលយើងបង្កើត project គឺត្រូវតែមានអ៊ីនធឺណិតបើអត់អ៊ីនធឺណិតទេគឺបង្កើតអត់បានទេវានឹង error ឬក៏វាខុសអីអញ្ចឹងទៅអញ្ចឹងយើងត្រូវតែបង្កើតឲ្យមានអ៊ីនធឺណិតក្នុងការបង្កើត project របស់យើងហើយអញ្ចឹងឥឡូវវាពងដំណើរការវារៀងច្រើនគួរសមដែរដោយសារវាត្រូវ install file ផ្សេងៗនៅក្នុង Laravel យើងពី composer របស់យើងដែល install មកហ្នឹងអញ្ចឹងវាច្រើនគួរសមហើយវាពងដើមហើយ
អូខេចឹងពេលដែលវាដូចប៉ុណ្ណឹងមកមានថាយើងបាន install ទៅលើបច្ចេករបស់យើងហ្នឹងគឺជោគជ័យហើយបច្ចេករបស់យើងគឺ install បានរួចរាល់ចឹងដើម្បីអាចបើកបច្ចេករបស់យើងបានចឹងដើម្បីបើកបច្ចេករបស់យើងបានគឺយើងអាចចូលទៅកាន់ folder របស់យើងមិញដែលបង្កើតបច្ចេកមិញបាននឹងហើយក៏បានហើយ open ក្នុង VS Code មកឬក៏យើងប្រើមករបៀបរៀបលឿនគឺយើងទៅសេ comment នៅក្នុងនឹងយកតែម្ដងចឹងដើម្បីចូលទៅកាន់បច្ចេករបស់យើងខ្ញុំចូលនៅលើ folder new folder នឹងស្រាប់ចឹងខ្ញុំ cd ទៅកាន់ឈ្មោះបច្ចេករបស់យើងឈ្មោះថា test Laravel មិញ test Laravel ចឹង enter មកវានឹងធ្វើការចូលទៅកាន់ project របស់យើងហើយចឹងដើម្បីបើកបានយើងទៅសេថា code ដតមួយមក enter ទៅគឺវានឹងបើកទៅលើ project Laravel នៅក្នុង VS Code ឲ្យយើងដុតហើយអូខេចឹងប៉ុណ្ណឹងនៅក្នុងការបង្កើតទៅលើ Laravel របស់យើងតោះចឹងឥឡូវយើងសាកទៅ test មើលថាដើម្បីអាចតាមទៅលើ Laravel របស់យើងបានគឺយើងធ្វើម៉េចឬក៏វាបែបមកចឹងទៅចឹងងាយស្រួលនេះគឺជាគេហៅថា folder structure នៃ Laravel របស់យើងចឹងវាច្រើនគួរសមដែរវាមាន app មាន database public resource មានអីហោះហើរយ៉ាងទៅចឹងយើងអ្នករៀនខ្លួនឯងគឺយើងនឹងដឹងតាមក្រោយតោះចឹងឥឡូវយើងទៅមើល default របស់ Laravel ថាពេលដែលយើង run វាចេញអីចឹងដើម្បី run គឺយើងអត់មានប៊ូតុង run ឬក៏មាន open live server អីដូច HTML CSS ទេគឺយើងប្រើទៅលើ command របស់យើងសុទ្ធដូចគ្នាចឹងយើងបើកទៅលើ terminal របស់យើងមកចឹងដើម្បី run គឺយើងវាយពាក្យថា php artisan serve ចឹង enter មកចឹងវានឹងធ្វើការ run ទៅលើ server ឲ្យយើងបានហើយចឹងដើម្បីធ្វើការ open ទៅលើ result របស់យើងបាននៅលើ web browser គឺយើងអាចធ្វើការចុច control ឲ្យជាប់ហើយ click លើ link នេះក៏បានឬក៏យើង copy URL link នេះទៅផាសនៅលើ browser ក៏បានដែរតែដើម្បីងាយស្រួលលឿនគឺយើងចុច control ឲ្យជាប់ទៅចុចលើវាពឹកមកនេះចឹងវានឹងធ្វើការ open ទៅលើបច្ចេករបស់យើងនៅក្នុង web browser ឲ្យយើងហើយដូច្នេះបែបនេះគឺជាគេហៅថា default របស់ Laravel 12ឬក៏ UI Laravel 12ចឹងយើង run មកវានឹងចេញបែបហ្នឹងចឹងប៉ុណ្ណឹងវីដេអូហ្នឹងគឺមានប៉ុណ្ណឹងឯងមានថាយើងអាចធ្វើការ install ទៅលើ Laravel ក៏ដូចជាសរសេរទៅលើ Laravel បច្ចេករបស់យើងបានហើយអូខេបាយ